ngày nắng cứ bàn bạc con chồng hơi tật đồn thì đây bông ồn cứ bạc con ní cứ thao sắt tập bông bông ồn hay tình man thao tiền mà lỗ tập pi mơn đây bông ồn bạc con sai bạc con kia chăm bài tam sọc phum á bông ồn cứ bông quanh quanh pu mong bông ồn ơi về đây rồi một chồng hơi cho mùi tật đồn giờ thì cái ngăn sạch lòng sạch là một ngăn bông ồn khinh tôi chẳng ấy tại bông trà nè bông ồn lớn nhom phơi ca đo liêng vì sạch đầm bây giờ tôi chồng hơi dân cắt phục một cắt ai vi trao lại xã bàn xã thay liêng pi tắc bay tắc mất vàตัวไปយើងលៀងហើយកាត់ហើយចាំយើងចាប់ផ្ដើមយកវាទៅប្រឡាក់แล้วខ្ញុំធ្វើការកាត់វាសិនដោយសារបកងខ្ញុំរៀងច្រើនដែរយើងកាត់រៀងយូរដែរបងប្អូនអើយនេះគឺថាពងលងលួងពងពេញពុះតែម្ដងបងប្អូនឥឡូវគឺខ្ញុំលៀងហើយទុកសោះទឹកហើយខ្ញុំចាប់ផ្ដើមប្រឡាក់ហើយប្រឡាក់បកងនេះខ្ញុំចូលចិត្តធ្វើវាយកទៅប្រឡាក់ហើយបានខ្ញុំយកទៅចំហុយឬក៏យកទៅអាំងបងប្អូនយើងប្រឡាក់ជាមួយម្សៅរ៉ូឌីបន្តិចហើយមានដូចជាទឹកស៊ីអ៊ីវហើយនឹងប្រេងខ្យងទឹកត្រីស្ករប៊ីចេងយើងដាក់មកល្មមយើងកុំដាក់ច្រើនពេកយើងដាក់មកល្មមមកសាច់បកងកាលណាយើងចំហុយអត់ប្រឡាក់គឺសាច់វាសោះអត់ឆ្ងាញ់ទេបងប្អូនតែបើបានប្រឡាក់អញ្ចេះហើយចាំប្រហុយនិយាយវាថាឆ្ងាញ់នោះឆ្ងាញ់បងប្អូនអើយយើងហូបតាទេដោយមិនបាច់ប្រើទឹកគ្រឿងក៏ឆ្ងាញ់ដែរបងប្អូនឥឡូវនេះខ្ញុំកូរវាចូលជាតិសិនបន្ទាប់ពីយើងប្រឡាក់ហើយយើងទុកចោលវាប្រហែលជា10ទៅ15នាទីសិនពេលនេះបកងរបស់ខ្ញុំទុករយៈពេល15នាទីរួចរាល់ហើយខ្ញុំចាប់ផ្ដើមមករៀបគ្រឿងមានគល់លក្រីរំដេងស្លឹកក្រូចហើយយើងរើសធ្វើការរៀបបកងយើងចូលឆ្នាំងមករៀបធ្វើមិនឲ្យបានស្អាតដើម្បីមើលទៅគួរឲ្យតាក់ទាញគួរឲ្យចង់ញ៉ាំខ្ញុំរៀបជាជួរជារង្វង់យ៉ាងបងប្អូនឥឡូវនេះគឺចាប់ផ្ដើមរៀបរាល់ហើយខ្ញុំចាប់ផ្ដើមរោយស្លឹកគ្រៃពីលើបន្តិចហើយនឹងរំដេងស្លឹកក្រូចដើម្បីឲ្យវាឈ្ងុយយើងដាក់2ជាន់ដាក់ទ្រាប់បាតឆ្នាំងខ្លះនិងរោយពីលើខ្លះតមកគឺខ្ញុំធ្វើការដាក់ចំហុយនៅលើចង្ក្រានបងប្អូនពេលដែលចំហុយវារៀងឆ្អិនចាំយើងធ្វើការចាក់ទឹកដូងឥឡូវនេះទឹកគ្រឿងកោះកុងរបស់ខ្ញុំក៏បុករួចរាល់ដែរបងប្អូននៅតែមើលបកងរបស់យើងថានេះយើងលើកដាក់ចង្ក្រានសិនមកតមកយើងដាក់ក្របវាមកសន្ទុះពេលនេះបកងខ្ញុំចាប់ផ្ដើមដូរពណ៌ចាប់ផ្ដើមរីងទឹកហើយគឺខ្ញុំធ្វើការចាក់ដូងក្អូបចូលមកផ្លែហើយយើងរំងាស់ឲ្យទឹកដូងនឹងសាច់បកងចូលជ្រាបជាមួយគ្នាល្អសិនបងប្អូននេះពេលនេះទឹកដូងខ្ញុំក៏ចាប់ផ្ដើមរីងភក់ដែរបងប្អូនគឺសាច់បកងហើយនឹងទឹកដូងចូលជាតិគ្នាល្អណាស់បងប្អូនឡើយគឺខ្ញុំមកភ្លក់មុនគេសិនបងប្អូននេះនិយាយពីពងវាឆ្ងាញ់ណាស់ហូបទៅស្រុបស្រុបឆ្អិតឆ្ងាញ់មែនទែនបងប្អូនបកងធម្មជាតិអញ្ចឹងហូបជាមួយទឹកគ្រឿងកោះកុងនិយាយពីជាតិមើលតែមាត់ខ្ញុំភ្លក់ទៅគឺដឹងថាតំណងហើយបងប្អូនឆ្ងាញ់មែនយូរយើងហូបម្ដងបងប្អូនបើសិនជាយើងហូបរាល់ថ្ងៃក៏ទលាន់ដែរបងប្អូនពីមុនខ្ញុំអាសាហូបណាតែឥឡូវនេះគឺខ្ញុំកាត់បន្ថយយូរខ្ញុំហូបម្ដងទេឥឡូវចាប់ផ្ដើមដល់ម៉ោងបាយហៅកូនមកញ៉ាំបាយជុំគ្នាបងប្អូនពណ៌មិនសូវតំណងតែរសជាតិឆ្ងាញ់បងប្អូនវីដេអូខ្ញុំមានតែប៉ុណ្្នឹងឯងអរគុណ